គ្នាថ្ងៃនេះខ្ញុំមាន content មួយដើម្បីចែករំលែកទៅលើបទពិសោធន៍ដែលខ្ញុំមានផ្ទៃពោះលើដំបូងទៅដល់បងប្អូនគ្នាអូខេថ្ងៃនេះដែរគឺខ្ញុំលើក3វិធានបទដើម្បីយកមកនិយាយដើម្បីចែករំលែកបងប្អូនគ្នាទី1ទៅលើរបបអាហារទី2ទៅលើពេលវេលានៃការសម្រាកទី3ការតាមដាននៃសុខភាពរបស់ទីរក់នៅក្នុងកំឡុងពេលមានផ្ទៃពោះអញ្ចឹងបងប្អូនអរគ្នាដែលគាត់ជាស្ត្រីដែលយើងយល់ដឹងច្រើនក្រៅពីស្ត្រីតមានផ្ទៃពោះក៏បានយើងស្ដាប់ក៏បានមានផ្ទៃពោះស្ដាប់ក៏បានបងប្អូនគ្នាទៅវីដេអូនេះវាសំខាន់មែនទែនសម្រាប់បងប្អូនគ្នាដែលមានផ្ទៃពោះអញ្ចឹងអ្វីខ្ញុំតែលេខនៅពេលនេះគឺពិតជាមានសំខាន់សម្រាប់ប្រយោជន៍ជាច្រើនសម្រាប់បងប្អូនស្ត្រីដែលមានផ្ទៃពោះក្នុងពេលយល់ថាដំបូងអូខេអញ្ចឹងយើងនិយាយពីចំណុចទី1គឺម្ហូបអាហារអញ្ចឹងម្ហូបអាហារសម្រាប់ស្ត្រីមានផ្ទៃពោះដែលគាត់មានផ្ទៃពោះលើដំបូងគាត់សូវដឹងការញ៉ាំគឺសំខាន់មែនតើកូនដែលគាត់មកចាប់កំណត់ក្នុងផ្ទៃរបស់យើងគឺមួយចំនួនគាត់ចង់បានរបស់អាហារទៅឲ្យគាត់មានសុខភាពល្អលូតលាស់ល្អដៃជើងហើយហ្នឹងអត់មានបញ្ហាទៅលើពិការអីផ្សេងបងប្អូនគ្នាអញ្ចឹងរបបអាហារគាត់ជាសំខាន់ណាស់សម្រាប់បងប្អូនស្ត្រីមានផ្ទៃពោះជាលើកដំបូងមិនថាបងប្អូនដែលគាត់ជាស្ត្រីពោះកូនលើកទី1លើកទី2លើកទី3ក៏ដោយយើងត្រូវរបបអាហារសំខាន់មែនតើអញ្ចឹងអាហារសំខាន់សម្រាប់ស្ត្រីផ្ទៃពោះទី1អាហារដែលមានជាតិដែកជាតិកាល់ស្យូមជាតិប្រូតេអ៊ីនដូចជាសាច់ត្រីទឹកដោះគោផ្លែឈើគឺពិតជាសំខាន់មែនតើសម្រាប់បងប្អូនទាំងអស់ដែលគាត់មានកូនយើងទៅអាហារបែបហ្នឹងគឺវាមានសារធាតុដែលសំខាន់ដែលធ្វើឲ្យកូនយើងលូតលាស់បានល្អមែនតើទី2គឺពេលវេលាសម្រាប់យើងនៅខ្លួនមួយយើងសម្រាប់តិចច្រើនក៏ដោយអត់មានបញ្ហាទេប៉ុន្តែសម្រាប់ដែលយើងមានកូនមានផ្ទៃពោះយើងត្រូវសម្រាប់ឲ្យបានច្រើនមិនមែនដេករហូតដល់ថាលមួកអត់ងើបទេបងប្អូនគ្នាយើងត្រូវមានពេលវេលាហាត់ប្រាណបន្តិចបន្តួចមានពេលវេលាសម្រាប់អង្គុយជាពិសេសមួយចំនួនគេតែនិយាយថាចាស់ទៅឲ្យអង្គុយយូរឈរយូរពេកទេយើងតែតែមាន exercise ខ្លះពេលដែលយើងធ្វើការមានពេលវេលាធ្វើការបែបស្រាលណាអញ្ចឹងធ្វើឲ្យយើងមាន exercise យើងកើតកូនមកយើងមានសុខភាពល្អគេថាយើងធ្វើការទៅឲ្យកូនកើតមកខ្ជិលដូចបងប្អូនមួយចំនួនគាត់តែងតែចាស់មួយចំនួនគាត់តែនិយាយថាយើងមានកូនអញ្ចឹងយើងអត់ឲ្យគេឲ្យយើងនៅឈ្ងៀមអត់ឲ្យយើងលមួកអត់ឲ្យយើងខ្ជិលទេពេលកូនកើតមកវាខ្ជិលតាមអូខេទី3គឺជាអ្វីដែលស្ត្រីបងប្អូនទាំងអស់គ្នាគួរតែចាំបាច់គឺអ្វីដែលសំខាន់គឺយើងត្រូវញ៉ាំជីវជាតិដែកសម្រាប់ឲ្យកូនរបស់យើងហ្នឹងគាត់បំពេញទៅនឹងជីវជាតិដែកឲ្យកូនគាត់ហ្នឹងឲ្យមានសុខភាពល្អការលូតលាស់ល្អសំខាន់បំផុតពេលដែលយើងអត់បានញ៉ាំថ្នាំជាតិដែកអត់គ្រប់គ្រាន់គឺកូនយើងខ្វះជីវជាតិដែកទីហោថាពិការដៃពិការជើងខ្វល់អញ្ចឹងទៅអញ្ចឹងជាតិដែកគឺពិតជាសំខាន់ណាស់សម្រាប់បងប្អូនទាំងអស់គ្នាពេលគាត់មានផ្ទៃពោះយើងត្រូវតែទៅពេទ្យដើម្បីពិនិត្យសុខភាពតាមដានជារៀងរាល់ពេលដែលពេទ្យណាត់យើងតាមបានពីចាប់ពីយើងមានផ្ទៃពោះយើងត្រូវទៅអេកូឆែកសុខភាពយើងទៅអ្វីដែលសំខាន់យើងត្រូវជួបពេទ្យដើម្បីពិភាក្សាថាកូនរបស់យើងមានសុខភាពមិនដែរការលូតលាស់ការអាហារបំពន់ដែលយើងញ៉ាំទៅហ្នឹងវាយ៉ាងម៉េចអូខេនេះគឺជាអ្វីដែលខ្ញុំចែករំលែកនៃចំណេះដឹងបន្តិចបន្តួចបំផុតសម្រាប់បងប្អូនគ្នាដែលគាត់មានផ្ទៃពោះឬក៏ដែលគាត់មិនទាន់មានផ្ទៃពោះអ្វីដែលជាសំខាន់នេះគឺជាបទពិសោធន៍ខ្ញុំផ្ទាល់ដែលខ្ញុំជួបដោយសារខ្ញុំមានកូនដូចទៅហើយដល់ពេលខ្ញុំជួបបទពិសោធន៍ហ្នឹងខ្ញុំចែករំលែកទៅដល់ប្រាប់បងប្អូនទាំងអស់គ្នាដែលគាត់ចង់ដឹងនៅអ្វីបន្ថែមទៀតចាំខ្ញុំអាចមានពេលវេលាខ្ញុំបង្កើតវីដេអូថ្មីទៀតអូខេបាយបាយជម្រាបលា